lời chập đàm unboxing chiaประเภทកៅអីបោះតង់នេះជាប្រភេទមួយជាប្រភេទកៅអីមួយសម្រាប់អង្គុយកំសាន្តមិនបាច់ចាំថាទៅបោះតង់ឬមួយក៏ទៅឡើងភ្នំទៅអីទេនេះសម្រាប់អង្គុយកំសាន្តតាមវាលអញ្ចឹងណាកុំឲ្យយើងថាទៅកន្លែងណាអត់មានអីអង្គុយនិយាយទៅគេទៅស្ទូចត្រីទៅហូបអីខាងក្រៅលក្ខណៈគ្រួសារអីមានជាប្រភេទកៅអីបែបនេះគឺមានលក្ខណៈងាយស្រួលមែនតើឥឡូវគឺខ្ញុំចាប់ផ្ដើម unboxing ហើយនេះគឺជា brand ម៉ាក model ឈ្មោះគេមានលក្ខណៈបែបនេះអក្សរមានលក្ខណៈបែបនេះហើយនេះសម្រាប់ខ្សែស្ពាយដាក់នៅស្មានៅដៃឬក៏យើងយួរអញ្ចឹងណាហើយគេមានជាប្រភេទខ្សែរូតអានេះគ្រាន់តែចុចតែកលឹះមកយើងរូតមកគឺបានរួចជាការស្រេចឥឡូវនេះគឺចាប់ផ្ដើមបង្ហើបមាត់ទាញយកជាប្រភេទកៅអីមួយប្រភេទនេះគឺមានភាពងាយស្រួលក្នុងការទុកដាក់ងាយស្រួលក្នុងការដំឡើងមែនទែនហើយនេះជាប្រភេទกระดาษមានតែกระดาษនោះទេអត់មានបានមានអីទេกระดาษណែនាំបន្ទះទូចមួយតែប៉ុណ្ណោះឥឡូវនេះគឺទុកផ្សេងឥឡូវនេះគឺចាប់ផ្ដើមទាញកៅអីនេះគឺមានភាពងាយស្រួលមែនទែនគេដំឡើងតែប្រព័ន្ធហ្នឹងអញ្ចឹងណាគេដំឡើងគេផ្សារគេដាក់ប្រហោងដាក់ខ្សែកັບក្រៀបដែកបាញ់វិសអីនៅនឹងស្រេចអញ្ចឹងយើងគ្រាន់តែទាញមកគឺលាតមកគឺវាជាប្រភេទកៅអីស្រេចអញ្ចឹងយើងគ្រាន់តែទាញវាឲ្យតឹងហើយយើងអាចអង្គុយបានហើយបងប្អូនគឺមានភាពងាយស្រួលលឿនរហ័សតែម្ដងឥឡូវនេះគឺខ្ញុំចាប់ដើមបង្វិលឲ្យបងប្អូនបានទស្សនាបន្តមានលក្ខណៈបែបនេះកៅអីនេះរាងធំមែនតែនហើយការផ្អែកការអីដូចថាអែមមែនតែនតែទម្ងន់ធ្ងន់ខ្ញុំដូចជាមិនដឹងដែរហើយប្រហែលទៅមើលទៅមិនទំនីអញ្ចឹងណាមើលទៅទម្ងន់ធ្ងន់ណាហើយគីឡូខ្ញុំគីឡូខ្ទង់ចិត្តអីហ្នឹងបងប្អូនប៉ុណ្ណេះវាដែកប៉ុណ្ណេះស៊ីផុយគីឡូត្រឹមតែប៉ុណ្ណឹងក៏ប៉ុន្តែបើសិនជាគីឡូណាដែលធ្ងន់ជាងនេះគឺខ្ញុំអត់ដឹងទេហើយខ្ញុំក៏អត់ធានាដែរខ្ញុំមិនមែនជាក្រុមហ៊ុនទេឥឡូវនេះអង្គុយសាកឲ្យបងប្អូនបានទស្សនាកំសាន្តហើយផ្អែកចេះអីអត់មានបាសជើងបាសអីគឺអែមមែនតែនបាទអរគុណមានតែប៉ុណ្្នឹងទេក្នុងវីដេអូមួយនេះឥឡូវគឺខ្ញុំចាប់ដើមបង្ហាញខាងក្រោមឲ្យបងប្អូនបានទស្សនាមានលក្ខណៈបែបហ្នឹងគេមានជាប្រភេទតែជាប្រភេទមានខ្សែមានកណាត់ក្រាស់